ចង់ប្រាប់បងថាអីវ៉ាន់ជប៉ុនថ្មីផ្លាយជាច្រើនមកដែលក្រុមការងារយើងដែរ shopping ផ្ទាល់នៅ store ប្រទេសជប៉ុនប្រហែលថ្ងៃមុននេះឥឡូវនេះអីវ៉ាន់ជប៉ុនទាំងអស់ហ្នឹងគឺបានមកដល់ stock ហាងលក្ខស្រីយ៉ាទាំងពីរសាខាហើយនេះបើនិយាយពីភ្ញៀវលក្ខស្រីយ៉ាភាគច្រើនណាឲ្យតែគាត់បានមក shopping ផ្ទាល់នៅហាងលក្ខស្រីយ៉ាម្ដងគឺគាត់តែងតែឆ្ងល់ហើយសួរមកកាន់ក្រុមការងារយើងថាអូនមិនហាងអូនឯងឲ្យតែបងមកពេលណាគឺតែងតែឃើញអីវ៉ាន់ថ្មីផ្លាយរហូតអញ្ចឹងដល់ពេលថ្មីផ្លាយច្រើនអញ្ចឹងពេកបងទិញអត់ទាន់ទេអូននេះគឺជាពាក្យប៉ាត់សម្ដីប៉ាត់ដែលខាងយើងតែងតែលើចេញពីមាត់ភ្ញៀវតែម្ដងហេតុផលដែលធ្វើឲ្យហាងយើងសម្បូរអីវ៉ាន់ថ្មីផ្លាយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ក៏ព្រោះតែខាងយើងគឺមានក្រុមការងារដែលគាត់នៅប្រទេសជប៉ុនហ្នឹងគឺចាំដើរផ្សារទិញអីវ៉ាន់នៅប្រទេសជប៉ុនជារៀងរាល់ថ្ងៃតែម្ដងដោយដែលបងទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងគឺជាវីដេអូសកម្មភាពដែលក្រុមការងារយើងដើរទិញអីវ៉ាន់នៅផ្សារប្រទេសជប៉ុនផ្ទាល់អញ្ចឹងរៀងរាល់មួយសប្តាហ៍ទៅមួយសប្តាហ៍គឺក្រុមការងារយើងរៀបចំអីវ៉ាន់ដាក់ចេញមកស្រុកខ្មែរអីវ៉ាន់ចូលស្តុកមកម្ដងគឺអត់ចេះតិចមិនបើសប្តាហ៍ខ្លះវិញគឺចូលមកឡើងពី3ដងឥឡូវកុំឲ្យខាតពេលយូរតាមមកមើលអីវ៉ាន់ជប៉ុនថ្មីផ្លាយនៅក្នុងហាងលក្ខស្រីយ៉ាដែលទៅនឹងចូលស្តុកថ្មីនៅក្នុងសប្តាហ៍នេះជាមួយខ្ញុំទាំងអស់គ្នាដូចជាដបទឹកប្រអប់បាយប្រអប់ដាក់នំចំណីកូនក្មេងជាមួយនឹងឈុតក្រាស់សិតសក់ដែលបងកំពុងតែឃើញនៅក្នុងវីដេអូនេះគឺបានមកដល់ស្តុកនៅហាងលក្ខស្រីយ៉ាទាំងពីរសាខានេះដបទឹកប្រអប់បាយប្រអប់ដាក់នំចំណីកូនក្មេងក៏ចូលមកបានច្រើនពណ៌មែនតើគ្រប់ម៉ាក់គ្រប់ពណ៌ហ្មងហើយសិតតែរូបស្អាតហ្មងអូនតូចឃើញហើយគឺដឹងតែចង់ប្រើហើយបើឈុតក្រាស់សិតសក់នេះវិញគឺលយខ្លាំងមែនតើគឺជាប្រភេទក្រាស់សិតសក់អេឡិចត្រូនិកក្រាស់សិតសក់នេះនៅពេលដែលបងប្រើទៅគឺជួយឲ្យសរសៃសក់បងត្រង់កាត់បន្ថយបញ្ហាសក់ដាច់ហើយនឹងចំពាក់ជួយឲ្យសក់ភ្លឺរលាស់រលោងស្អាតឡើងវិញហើយគេក៏មានលក្ខណៈពិសេសត្រង់ថាគឺអាចប្រើម៉ាស្សានៅលើស្បែកក្បាលបានទៀតម៉ាស់បិទមុខដែលបងកំពុងតែឃើញនៅក្នុងវីដេអូគេកាត់លុយហ្នឹងក៏មានចូលស្តុកនៅក្នុងសប្តាហ៍នេះដែរមុខខ្មៅស្អាតមានស្នាមមុខមានរញើសធំងាយនឹងឡើងរោលអីគឺអាចប្រើជាមួយនឹងម៉ាស់បិទមុខ Hatomogi ពណ៌លឿងនេះបានសម្រាប់ម៉ាស់បិទមុខ Hatomogi ពណ៌លឿងហ្នឹងក៏ជួយការពារការឡើងមុនដែរអ្នកដែលគាត់មានទម្ងន់ចង់បានម៉ាស់បិទមុខប្រើអីគឺអាចប្រើជាមួយនឹងម៉ាស់បិទមុខ Hatomogi ពណ៌បៃតងនេះបានជាប្រភេទម៉ាស់ដែលជួយទៅលើបញ្ហាមុខរោលហើយនិងមុខស្ងួតស្តុកថ្មីចូលមកលើកនេះសូម្បីតែសាលាអនាម័យក៏ដាក់អនាម័យជូតនៅតំបន់ពិសេសមនុស្សស្រីយើងក៏ចូលមកដែរនេះបាទសាលាអនាម័យវិញដូចបងបានឃើញចឹងក៏ចូលមកបានគ្រប់ប្រភេទហ្មងសម្រាប់ប្រើប្រចាំខែប្រចាំថ្ងៃប្រើពេលយប់ពេលព្រឹកមានទាំងអស់ហ្មងសំខាន់ណាគឺមានច្រើនក្លិនឲ្យបងជ្រើសរើសទៀតមកពីនេះវិញគឺជាកដាអនាម័យជូតនៅតំបន់ពិសេសនៅពេលដែលជូតនៅតំបន់ពិសេសរបស់មនុស្សស្រីយើងទៅគឺធ្វើឲ្យតំបន់ពិសេសរបស់មនុស្សស្រីយើងគឺមានសំណើមធ្វើឲ្យបងស្ត្រីមានអារម្មណ៍ល្អស្រស់ស្រាយតែម្ដងគឺគាត់អាចប្រើជូតនៅតំបន់ពិសេសបន្ទាប់ពីគាត់បាត់ជើងហើយបានស្ប្រេបាញ់មុខចែលលាបមុខសរោមលាបមុខការពារកម្ដៅថ្ងៃប្រាំងខូសេសានខាត់ដែលកំពុងតែកាត់លុយនេះក៏មានចូលមកដែរខូសេសានខាត់គូរូមី UV Protect Gel នេះគឺជាប្រភេទ gel លាបស្បែកការពារកម្ដៅថ្ងៃដែលអាចលាបបានទាំងមុខហើយនិងដងខ្លួនប្រភេទការពារកម្ដៅថ្ងៃនេះដែរគឺអាចធ្វើជា make up base បាននេះសំខាន់ណាស់គឺជាប្រភេទ waterproof ទៀតទេបើ UV Mix ខូសេសានខាត់ពណ៌បៃតងនេះវិញគឺជាប្រភេទ spray បាញ់ការពារកម្ដៅថ្ងៃដែលអាចបាញ់បានទាំងមុខសក់ហើយនិងដងខ្លួនបើខូសេសានខាត់ Hello Kitty UV Protect Essence នេះគឺជាប្រភេទសេរ៉ូមលាបមុខការពារកម្ដៅថ្ងៃជាប្រភេទ Hello Kitty Edition ថ្មីស័ក្តិសមប្រើសម្រាប់អ្នកដែលគាត់មានបញ្ហាស្បែកខ្មៅដុំហើយនិងមុខខ្មៅស្រអែលខូសេសានខាត់ចូលមកលើកនេះគឺសិតតែ Edition ថ្មីហ្មងដូចដែលបងបានឃើញចឹងគឺចូលមកសិតតែ packaging ថ្មីមានច្រើនពណ៌ទៅតាមប្រភេទស្បែកផងដែរសាប៊ូកក់សក់ Subaki កញ្ចប់ជាមួយនឹង scrub ដោះខ្លួនដោះក្លិនថ្មីដែលបងកំពុងតែឃើញនៅក្នុងវីដេអូហ្នឹងគឺមានស្តុកនៅហាងលក្ខស្រីយ៉ាទាំងពីរសាខានេះអ្នកដែលគាត់មានបញ្ហាសក់ជ្រូសក់ស្ដើងគឺគាត់អាចប្រើជាមួយនឹង Subaki ពណ៌លឿងនេះបានតែបើគាត់មានបញ្ហាសក់ស្ងួតសក់បែកចង់គឺគាត់អាចប្រើពណ៌ក្រហមបានសម្រាប់ scrub ដោះខ្លួនដោះគឺចូលមកបានក្លិនថ្មីគឺក្លិនផ្លែដូងក្លិននេះឈ្ងុយខ្លាំងណាស់គ្រាន់តែថតហ្នឹងក៏ភេរក្លិនមកដែរបងមានឃើញនៅក្នុងវីដេអូហ្នឹងគឺជា Paint Lip Sock and Honey Edition ថ្មីគឺជាប្រភេទ Limited Edition Disney ទៀតទេប៉ុន្តែឥឡូវហ្នឹងគឺមកដល់ស្តុកនៅហាងលក្ខស្រីយ៉ាទាំងពីរសាខានេះមកដល់ភ្លាមមកគ្រាន់តែខ្ញុំឃើញគឺថាស្រឡាញ់ខ្លាំងមែនតើហ្មងថ្ងៃមុនកាត់លុយជាមួយនឹង mascara សាសក់នេះនៅប្រទេសជប៉ុនឥឡូវនេះគឺបានមកដល់ស្តុកហាងលក្ខស្រីយ៉ាដូចគ្នាគឺជាប្រភេទ mascara សាសក់ដែលជួយទប់គុណសក់ជួយឲ្យសក់មានរបៀបរៀបរយស្អាតហើយលទ្ធផលថែរក្សាតសៃសក់ brand Yulu នេះគឺចូលមកបានគ្រប់ទម្រង់តែម្ដងជាឈុតក៏មានជា refill ក៏មានម៉ាស់អបសក់ឈុតម៉ាស់អបសក់គឺមានទាំងអស់ហ្មងលក្ខណៈពិសេសរបស់ brand នេះគឺធ្វើឲ្យអ្នកទិញគឺជាប់ស្នេហ៍ជាមួយនឹងក្លិនតែម្ដងសាប៊ូកក់សក់ Botany Aging Care នេះលើកមុនគឺចូលមកបានជាប្រភេទសាប៊ូផ្សេងបន្ទន់ផ្សេងត្រូវប៉ុន្តែស្តុកចូលមកលើកនេះគឺបានជាឈុតតែម្ដងគឺគេមកជាឈុតជាមួយនឹងក្រាស់សិតសក់លើកនេះគឺចូលមកបាន Limited Edition and Honey នេះគឺលយខ្លាំងមែនតើលយត្រង់ថាក្នុងមួយឈុតគេនោះគឺមានជាមួយនឹង spray បាញ់សក់ and Honey ការពារកម្ដៅថ្ងៃមួយហើយនៅក្នុងនោះក៏មានជាឈុតសាប៊ូកក់សក់ refill បន្ទន់ហើយនឹងសាប៊ូផងដែរបើឈុតសាប៊ូកក់សក់ Biolis នេះវិញតិចច្រឡំថារបស់កូនក្មេងមែននេះគឺរបស់មនុស្សពេញវ័យឯងគ្រាន់តែគេធ្វើរូបរាងបែបកូនក្មេងអញ្ចឹងណាអញ្ចឹងអ្នកដែលគាត់មានបញ្ហាសក់រួញកញ្ញាញអីហ្នឹងគឺអាចប្រើជាមួយនឹងឈុតសាប៊ូកក់សក់មួយនេះបានគឺល្អប្រើសម្រាប់អ្នកគាត់មានបញ្ហាសក់កញ្ញាញហ្នឹងហ្មងធ្វើឲ្យសក់បងត្រង់ភ្លឺរលាស់រលោងស្អាតហ្មងចូលមកដល់របស់ញ៉ាំកូនក្មេងក៏មានចូលស្តុកមកថ្មីដែរនេះដូចបងបានឃើញចឹងមានទាំងចំហុយបន្លែផ្លែឈើទឹកយ៉ាអ៊ូជាមួយនឹងទឹកបន្លែផ្លែឈើប្រែនរបស់មីជីរសជាតិគេឆ្ងាញ់ណាស់តែនិយាយថាអូនគាត់ចូលចិត្តហ្មងស្តុកចូលមកលើកនេះក៏មានជាប្រភេទទឹកអប់ដែរមកអ្នកដែលគាត់ពិបាកក្នុងការគេងឧស្សាហ៍យល់សប្អាក្រក់ចង់គេឲ្យបានស្កប់ស្កល់សម្រាប់លក់ស្រួលតូភ្លឺអីគឺអាចប្រើជាមួយនឹងទឹកអប់បាញ់មុនចូលគេងនេះបាននៅពេលដែលបងបាញ់ហើយគឺធ្វើឲ្យអារម្មណ៍បងស្រស់ស្រាយធ្វើឲ្យបងមានអារម្មណ៍ថាងុយគេងហ្មងក្លិនគេក្រអូបបែបស្រទន់ប្រហើរស្រស់ស្រាយទឹកអប់វីយ៉នសេក្លិនមួយនេះគឺ
មានភ្ញៀវគាត់សួររកច្រើនមែនតើដល់ថ្នាក់គាត់សុំ pre-order ប៉ុន្តែយើងអាចទទួលកំង pre-order ជាមួយនឹងទឹកអប់មែននេះឥឡូវគឺលេងពិបាកទៀតហើយព្រោះមាន stock នៅហាងលក្ខណៈទាំងពីរសាខាក្លិនទឹកអប់នេះគឺស័ក្តិសមជាមួយនឹងបរិយាកាសនៅក្នុង office ហើយនិងបរិយាកាសនៅក្នុងសាលារៀនក្រៅពីទឹកអប់បាញ់ខ្លួនក៏យើងមានជាប្រភេទទឹកអប់ដាក់ក្នុងបន្ទប់ដែរនេះដាក់ទឹកអប់នេះនៅក្នុងបន្ទប់ហើយគឺលេងចង់ចេញក្រៅបន្ទប់ហ្មងក្លិនគេក៏អូបបែបផ្កាសាកូរ៉ាធ្វើអារម្មណ៍ស្រស់ស្រាយតែម្ដងអ្នកដែលគាត់ធ្លាប់ប្រើជាមួយនឹង brand Momorori នេះគឺគាត់ដឹងហ្មងរឿងធ្វើឲ្យមុខមានសំណើមទន់ដូច baby អីគឺទុកចិត្តលើ brand មួយនេះចុះហើយឥឡូវហ្នឹងគឺយើងចូលមកបានជាប្រភេទម៉ាស់បិទមុខឯងមួយនេះគឺជាប្រភេទគ្រីមលាបពេលយប់ Misha Vita C នេះគឺជួយឲ្យស្បែកមុខសភ្លឺកាត់បន្ថយស្នាមដូចជាស្នាមជាប់អាចរយឲ្យខ្មៅជាដើម stock ថ្មីមកលើកនេះចូលមកបានជាប្រភេទការពារកម្ដៅថ្ងៃរៀងច្រើនតិចដោយសារតែអាកាសធាតុយើងឥឡូវហ្នឹងគឺរៀងក្តៅដែរបងអញ្ចឹងសម្រាប់ skin Aqua Tone Up UV Essence នេះគឺជួយទៅលើបញ្ហាមុខក្រហមស្បែកមុខរលាកឬក៏ស្នាមជាប់និងការពារការឡើងមុន foam លាងមុខ Masuki យកក៏ចូលមកបានប្រភេទថ្មីដែរនេះគឺជាប្រភេទ foam លាងមុខ Charcoal បងដឹងទេថាប្រភេទ Charcoal គឺជួយទៅលើបញ្ហាមុខប្រេងហើយនិងមុខដែលមានបញ្ហារនញើសធំមួយនេះគឺជាប្រភេទគ្រីមលាបមុខដែលជួយទៅបិទបាំងស្នាមបិទបាំងទៅលើបញ្ហារនញើសធំនិងភាពខ្មៅស្រអែបជួយឲ្យមុខសភ្លឺស្អាតជាងមុនតែម្ដងប្រភេទគ្រីមនេះដែរក៏មានជាសារជាតិការពារកម្ដៅថ្ងៃ SPF 22 PA+2 ដែរសភិន powder នេះគឺមានបងក៏ស្គាល់ច្រើនមែនតើហើយ stock ជើងនេះក៏មានចូលមកដែរណាបន្ទាប់ពីម្សៅផាត់មុខក៏យើងចូលបានជាប្រភេទ cushion ដែរគឺជា brand របស់ Alador នេះហើយក៏ជាខាងក្រៅបងឃើញបែបស្អាតទៅប៉ុន្តែខាងក្នុងវិញស្អាតញាក់ហ្មងគឺជាប្រភេទ cushion មួយដែលជួយទប់ជាតិប្រេងនៅលើស្បែកមុខបានល្អផាត់លើមុខជាប់បានយូរធន់នឹងទឹកធន់នឹងញើសជួយបិទបាំងស្នាមឲ្យខ្មៅនិងភាពខ្មៅស្រអាប់នៅលើស្បែកមុខបានល្អផងដែរបងដែលមានកូនតូចហើយកូនក៏អាចចូលចិត្តប្រើប្រាស់ជាប្រភេទលេដែលលាបទៅធ្វើឲ្យគាត់មានអារម្មណ៍ថាស្អិតស្បែកអីអាចប្រើ spray បាញ់ទឹកដោះគោនេះជំនួសវិញបេននេះជាប្រភេទលេ spray បាញ់ទឹកដោះគោដែលងាយស្រួលប្រើអត់ស្អិតស្បែកទេបងLabi Ome នេះគឺជាប្រភេទទឹកអនាម័យសម្រាប់មេរោគស័ក្តិសមសម្រាប់អ្នកដែលគាត់មានបញ្ហាក្លិននៅតំបន់ពិសេសហើយគាត់ឧស្សាហ៍មានបញ្ហាធ្លាក់សគឺប្រើជាមួយនឹងទឹកអនាម័យមួយនេះគឺត្រូវតែម្ដងផលិតផលចុងក្រោយពីនេះគឺជាប្រភេទ spray បាញ់បំពង់កជួយបំបត្តិទៅលើបញ្ហាឈឺបំពង់កនិងរលាកបំពង់កអញ្ចឹងសម្រាប់បងអ្នកដែលចង់បានអីវ៉ាន់ជប៉ុនថ្មីប្លែកៗទាំងអស់នេះគឺអាចរកទិញបាននៅហាងលក្ខស្រីយើងទាំងពីរសាខាទី1គឺនៅបរិយាពេញហួតបឹងស្នោសាខាទី2គឺនៅម្ដុំផ្សារបឹងកេងកងឬក៏បងអាចកំងតាម page Instagram TikTok ឬក៏ Telegram ក៏មានយើងក៏មានជា Telegram គ្រប់ដើម្បីឲ្យបងតាមដានអីវ៉ាន់ថ្មីដែរណាបងអាច join តាម link ឬក៏ QR មួយនេះបានសម្រាប់ហាងយើងទាំងពីរសាខាគឺបើកជារៀងរាល់ថ្ងៃចំពោះម៉ោងហើយនិងពេលវេលាគឺយើងនឹងដាក់នៅtrongវីដេអូនេះ